មួយជាតិការម្ដងលេងឲ្យអស់ដៃទេពបូព្រឹកនិងជីដេវីតបង្ហើបពីការរៀបចំភ្ញៀវក្នុងពិធីមង្គលគឺតាមសុនជាឈ្មោះប្រាសាទខ្មែរនៅសល់មិនប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះតារាចម្រៀងប្រុសស្រីលោកជីដេវីតនិងអ្នកនាងទេពបូព្រឹកបានក្លាយជាកូនកំលោះកូនក្រមុំក្នុងរោងជ័យតាមប្រពៃណីហើយដោយអ្នកទាំងពីរបានត្រៀមរៀបចំថ្ងៃពិសេសយ៉ាងធំដុំអធិការធំនៅថ្ងៃទី7ខែមិថុនាឆ្នាំ2025ខាងមុខស្របពេលកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃសិរីមង្គលខាងមុខនេះងាកទៅមើលអនាគតកូនកំលោះកូនក្រមុំក្នុងរោងជ័យទាំងពីររូបបានដឹកដៃគ្នាថតរូប Pre-wedding ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ស្អាតប្រណិតគ្រប់ទម្រង់ជាបន្តបន្ទាប់ទាំងក្នុងនិងក្រៅប្រទេសដោយមានទាំងក្រុងឈុតបុរាណថតរូបបែប concept ចំនួនមុនលើពីនោះទៀតសោតគឺការថតនៅមុខប្រាសាទបុរាណខ្មែរជាច្រើនទីតាំងរួមមានមុខប្រាសាទអង្គរវត្តប្រាសាទព្រះវិហារនិងប្រាសាទកោះកេរជាដើមយ៉ាងណាមិញងាកទៅកាន់រោងមង្គលការឯណោះវិញលោកជីដេវីតនិងអ្នកនាងទេពបូព្រឹកក៏បានបង្ហាញនៅ concept យ៉ាងប្រណិតលើ page Facebook របស់ខ្លួនហើយដែរដោយមានទាំងបែបបុរាណយ៉ាងប្រណិតនិងសម័យយ៉ាងស៊ីវិល័យប៉ុន្តែក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមង្គលការរបស់តារាចម្រៀងរ៉េប្រុសរីទាំងពីររូបនេះបានអញ្ជើញភ្ញៀវប្រមាណ 3000 នាក់ដូច្នេះហើយធៀបការត្រូវបានបែងចែកទៅតាមសុនដោយបានដាក់ទៅតាមឈ្មោះប្រាសាទរួមមានប្រាសាទអង្គរវត្តប្រាសាទព្រះវិហារនិងប្រាសាទកោះកេរជាដើម